នៅក្នុងជីវិតអ្នកខ្លាំងសាយអ្នកខ្លាំងក៏យំតាមព្រំលិខិតនេះហើយគឺជីវិតមនុស្សគ្រប់គ្នាគ្មានអ្នកណាចង់រួមនៅជាមួយបញ្ហាគ្មានអ្នកណាចង់ឈឺផ្សាព្រោះរឿងស្នេហាតែគ្រប់យ៉ាងវាមិនដូចអ្វីដែលយើងប្រាថ្នារកបញ្ហាតែមកធ្វើបាបខ្ញុំពេលខ្ញុំពីបងចិនអ្នកណានៅចិនខ្ញុំពេលខ្ញុំសងងំយំតើអ្នកណានៅក្បែរពេលដែលខ្ញុំយំពីបងចិនគ្មានអ្នកណានៅក្បែរថាខ្ញុំទេមានតែរស់នៅជាមួយនឹងភាពឯកាយំម្នាក់